ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីទៀតហើយគឺសម្លម្ជូរយួនណាបងប្អូនចាគ្រឿងផ្សំរបស់យើងមានដូចតទៅមានជាក្បាលត្រីចាអំពិលទុំហើយបន្លែចឹងទៅចាបងប្អូនមើលតាមរូបភាពហ្នឹងទៅណាចាបន្ទាប់មកយើងចាប់ផ្ដើមដាក់ដាំទឹកឲ្យពុះទៅដាក់បងប្រហុកឆុំប្រហុកវាឲ្យចាឲ្យវាអស់ទៅបន្ទាប់មកយើងដាក់បងក្បាលត្រីយើងចូលណាបងប្អូនអ្នកខ្លះគេយកក្បាលត្រីហ្នឹងទៅចៀនណាប៉ុន្តែខ្ញុំអត់ចៀនទេបងប្អូនដោយសារក្បាលត្រីខ្ញុំវាធំដែរចឹងវាអត់បែកទេឥឡូវយើងដាក់ដាំទឹកក្បាលត្រីហ្នឹងឲ្យពុះមកចាពុះហើយយើងដាក់បងបន្លែចូលទៅចាបន្លែរបស់យើងដាក់ចូលទៅឈុចទៅចាមានម្នាស់ចាតឡាចហើយនឹងកៅឈូកអីចឹងណាបងប្អូនពេញប៉ោះអីចឹងទៅអ្នកខ្លះគេដាក់ដើមចេកទៀតតែខ្ញុំអត់មានចឹងដាក់តែប៉ុណ្ណឹងចាបន្ទាប់មកយើងដាក់ដាំឲ្យពុះហើយយើងដាក់ទឹកថៃស្ករប៊ីចេងអំបិលអីចឹងទៅណាបងប្អូនតាមចំណង់ចំណូលចិត្តយើងទៅចាហើយបន្ទាប់មកទៀតយើងបងអំបិលទុំចូលឆុំវាណាចាហើយយើងកុំដាក់ច្រើនពេកអំបិលទុំដោយសារតែម្នាស់ហើយនឹងពេញប៉ោះរបស់យើងវាមានជាតិជូរបន្ទាប់មកទៀតដាក់បងជាមួយនឹងពងទាមកគ្រាប់ចូលចាបន្ទាប់មកភ្លក់ទៅតាមចំណង់ចំណូលចិត្តលាបទឹកមាត់មួយសិនចាបន្ទាប់មកទៀតគឺយើងរួចហើយយើងភ្លក់ទៅតាមចំណង់ចំណូលចិត្តហើយយើងនេះមកយើងបងម្អមបងអីចូលមកណាបងប្អូនបន្ទាប់មកទៀតចាយើងរួចហើយអត់មានអីពិបាកទេរួចជាការស្រេចភ្លក់ទៅល្មមហើយដួសដាក់ចានផ្លុកទៅចាបានសាឡម្ជូរយួនហើយចាតំណងអត់បងប្អូនចាហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាចាជួយ like ជួយ share និងជួយ follow page ម្នាក់មួយផងអរគុណជម្រាបលា